សួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះដែរខ្ញុំចង់បង្ហាញអំពី trick មួយនៅក្នុងការប្រើរូបមន្តSAM នៅក្នុង Microsoft Word អញ្ចឹងរហដងយើងធ្លាប់តែឃើញនៅក្នុង Microsoft Excel អញ្ចឹងណាអូខេអញ្ចឹងយើងទៅមើលទាំងអស់គ្នាអូខេអញ្ចឹងយើងចូលទាំងអស់គ្នាទៅយើងចុចលើ column នេះមួយហើយខ្ញុំចុចទៅលើ keyboard របស់យើងណាអ្នកនរគ្នាគឺ Control Fn F9 បើសិនជាអ្នកនរគ្នាចុចនៅលើ desktop គឺចុចតែ Control ហើយនឹង F9 ទៅគឺបានហើយអញ្ចឹងយើងវាយរូបមន្តយើងនៅក្នុងគ្នានឹងមកគឺសញ្ញាស្មើ SAM បើកវងកញ្ចក់ហើយយើងវាយពាក្យថា above គឺសំដៅទៅលើ data យើងខាងលើហ្នឹងណាហើយយើងបិទវងកញ្ចក់វិញរួចយើងចុចនៅលើ keyboard របស់យើង Fn F9 បើសិនជានៅលើ desktop វិញគឺចុចតែ F9 ទៅគឺបានហើយនោះវានឹងបូកសរុបចំនួនសរុបឲ្យយើងហើយអ្នកនរគ្នាដូចខ្ញុំបានបង្ហាញនឹងអញ្ចឹងណាអូខេអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេបើសិនជាអ្នកនរគ្នាចង់រៀនវគ្គ Microsoft Office ឬមួយក៏ trick ថ្មីៗអ្នកនរគ្នាអាចមករៀននៅ SC Academy បានដែលយើងមានផ្ដល់រហ័សឧបករណ៍ 100% ចឹងយើងរៀនអត់បង់ថ្លៃទេអ្នកនរគ្នាហើយសម្រាប់ទីតាំងវិញគឺនៅម្ដុំទួលគោកសម្រាប់ព័ត៌មានបន្ថែមអ្នកនរគ្នាអាចទាក់ទងតាម Telegram ឬ Facebook Page របស់សាលាបានអរគុណបាយបាយ